ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងគ្នាមកស្វែងយល់ក៏ដូចជាមកស្គាល់អំពីសត្វព្រៃដែលជាសត្វកម្រមួយប្រភេទទៀតនោះគឺជាខ្លាដំបងឬក៏ខ្លាធំបងប្អូនខ្លាដំបងឬក៏ខ្លាធំនេះបងប្អូនវាមានឈ្មោះជាជីវសាស្ត្រវាថា Panthera tigris សត្វខ្លាគឺជាអម្បូរសត្វឆ្មាដ៏ធំបំផុតមួយនៅលើពិភពលោកបងប្អូននិងជាប្រភេទសត្វដែលស៊ីសាច់ជាអាហារខ្លាដំបងឬក៏ខ្លាធំនេះបងប្អូនវាមានពណ៌ទឹកក្រូចហើយវាមានបន្ទាត់ឆ្នូតខ្មៅចំណែកឯនៅផ្នែកខាងក្រោមវាវិញគឺមានពណ៌សបងប្អូនសត្វខ្លាដែលមានដើមកំណើតនៅអាស៊ីវារស់នៅតាមតំបន់ព្រៃតំបន់វាលស្មៅហើយក៏គេឃើញមានវត្តមានរបស់វានៅតំបន់ព្រៃជាប់សមុទ្រផងដែរដោយឡែកនៅអាស៊ីយើងវិញគេឃើញមានវត្តមានរបស់វានៅបណ្ដាប្រទេសមួយចំនួនដូចជាប្រទេសឥណ្ឌូនេស៊ីរុស្ស៊ីចិនឥណ្ឌានិងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនទៀតចំពោះខ្លាធំឬក៏ខ្លាដំបងនេះបងប្អូនវាមានច្រើនប្រភេទណាបងប្អូនវាមានដូចជាប្រភេទខ្លា Bengal ខ្លា Siberi ខ្លា Indochine និងខ្លា Sumatra បងប្អូនសត្វខ្លាគឺជាសត្វដែលរស់នៅដោយឯករាជ្យបងប្អូនវាមានសមត្ថភាពប្រមាញ់ខ្លាំងហើយនិងលឿនការប្រមាញ់របស់វាភាគច្រើនគឺធ្វើឡើងនៅពេលយប់បងប្អូនតែគេក៏ឃើញវាចាប់សត្វនៅពេលថ្ងៃផងដែរបងប្អូនអាហាររបស់វារួមមានសត្វម្រឹកច្រើនប្រភេទបងប្អូនដូចជាជ្រូកព្រៃក្តាន់ឆ្លុះប្រើសគោឬក៏សេះជាដើមបងប្អូនសមត្ថភាពវាមួយទៀតបងប្អូនសត្វខ្លាក៏អាចហែលទឹកបានល្អផងដែរបងប្អូននិងចូលចិត្តរស់នៅជិតទន្លេឬក៏ស្រះបងប្អូនចំពោះការបង្កកំណើតរបស់វាវិញបងប្អូនខ្លាញីអាចបង្កើតកូនបានប្រហែលជា2ទៅ4ក្បាលហើយខ្លាញីនឹងមានតួនាទីក្នុងការថែកូនប្រហែលជា2ឆ្នាំបងប្អូនមុនពេលដែលកូនខ្លាអាចរស់នៅដោយឯករាជ្យខ្លួនឯងបានបន្ទាប់ពីសម្រាលកូនរួចរាល់ខ្លាញីនឹងមិនបន្តពូជឡើងវិញទេបងប្អូនរហូតដល់កូនវាធំដូច្នេះគឺខ្លាញីមួយអាចសម្រាលកូនម្ដងក្នុងរយៈពេល2ទៅ3ឆ្នាំក្រោយមកទៀតទើបវាអាចបង្កកំណើតបានទេបងប្អូនខ្លាញីអាចចាប់ផ្ដើមបន្តពូជបាននៅអាយុប្រមាណជា3ទៅ4ឆ្នាំខណៈខ្លាឈ្មោលអាចបន្តពូជបាននៅអាយុប្រមាណជា4ទៅ5ឆ្នាំណាបងប្អូនចំពោះរដូវបន្តពូជរបស់វាបងប្អូនភាគច្រើនវាធ្វើឡើងនៅរដូវរងានិងដើមនីតិខែរដូវពេលសត្វខ្លាញីមានលក្ខណៈពេញលេញក្នុងការបង្កាត់ពូជបងប្អូនសត្វខ្លាញីនឹងបញ្ចេញក្លិនពិសេសរបស់វានិងសម្លេងរបស់វាដើម្បីទាក់ទាញសត្វខ្លាឈ្មោលបងប្អូនចំពោះរយៈពេលនៃការពោះរបស់ខ្លាញីបងប្អូនគឺមានរយៈពេលប្រមាណជា100ថ្ងៃទៅ110ថ្ងៃឬក៏ថា3ខែកន្លះបងប្អូនបន្ទាប់ពីនោះគឺខ្លាញីវាទៅស្វែងរកកន្លែងដែលមានសុវត្ថិភាពដូចជារោងភ្នំឬក៏ព្រៃក្រាស់ណាដើម្បីបង្កើតកូនណាបងប្អូនសត្វខ្លាមានតួនាទីសំខាន់ណាស់ក្នុងប្រព័ន្ធអេកូឡូស៊ីបងប្អូនវាជួយគ្រប់គ្រងចំនួនសត្វចំណីដទៃទៀតធ្វើឲ្យធម្មជាតិមានតុល្យភាពបងប្អូនប្រសិនបើខ្លាត្រូវបានបាត់បង់ចំនួនសត្វចំណីនឹងកើនឡើងខ្លាំងហើយធ្វើឲ្យប៉ះពាល់ទៅដល់ព្រៃឈើនិងស្មៅធម្មជាតិសត្វខ្លាត្រូវបានគេចាត់ទុកថាជាសត្វដែលជិតផុតពូជទេបងប្អូនក្នុងរយៈពេលប្រមាណជាមួយទសវត្សរ៍នេះចំនួនសត្វខ្លាត្រូវបានថយចុះប្រមាណជា 90% ដោយមូលហេតុសំខាន់មួយចំនួនដូចជាមានការប្រមាញ់ខុសច្បាប់ដើម្បីយកស្បែកហើយនិងឆ្អឹងរបស់សត្វខ្លាបងប្អូនការកាប់បំផ្លាញព្រៃឈើនិងការបាត់បង់ទីជម្រកដែលជាជម្រកធម្មជាតិរបស់វាបន្ថែមពីនេះកត្តានៃការធ្លាក់ចុះនៃចំនួនសត្វចំណីបងប្អូនដែលធ្វើឲ្យខ្លាវាពិបាកក្នុងការស្វែងរកចំណីនេះជាចំណុចមួយទៀតដែលធ្វើឲ្យចំនួនសត្វខ្លាមានការថយចុះយ៉ាងខ្លាំងនេះពេលបច្ចុប្បន្ននេះគឺមានស្ថាប័នអភិរក្សសត្វព្រៃជាច្រើនក្នុងនោះរួមមានស្ថាប័ន WWF ដែលជាស្ថាប័នធ្វើការពាក់ព័ន្ធជាមួយសត្វព្រៃកំពុងតែធ្វើការការពារសត្វខ្លាដោយការការពារតំបន់ព្រៃធម្មជាតិហើយការធ្វើការពាក់ព័ន្ធជាមួយនឹងបង្កើនសត្វចំណីដើម្បីឲ្យសត្វខ្លាងាយស្រួលក្នុងការស្វែងរកចំណីនិងការបង្ការការបរបាញ់សត្វផងដែរសូមជម្រាបបងប្អូនថាកាលពីមុនសត្វខ្លាធ្លាប់រស់នៅគ្រប់តំបន់នៃប្រទេសកម្ពុជាយើងបងប្អូនដូចជាតំបន់នៃខេត្តមណ្ឌលគិរីរតនគិរីនិងតំបន់ភ្នំក្រវាញ
ប៉ុន្តែដោយសារតែការប្រមាញ់និងការបាត់បង់ព្រៃឈើបងប្អូនសត្វខ្លាចុងក្រោយនេះត្រូវបានគេឃើញនៅក្នុងឆ្នាំ2007នៅខេត្តមណ្ឌលគិរីបន្តមកទៀតអ្នកជំនាញខាងសត្វព្រៃបានប្រកាសថាសត្វខ្លានឹងបានផុតពូជនៅក្នុងព្រៃកម្ពុជាហើយនៅពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជានិងអង្គការ WWF កំពុងតែអនុវត្តគម្រោងមួយដែលមានឈ្មោះថានាំសត្វខ្លាវិលត្រឡប់មកកម្ពុជាវិញគម្រោងនេះមានគោលបំណងដើម្បីការពារនិងការស្ដារឡើងវិញនៅព្រៃធម្មជាតិការបង្កើនចំនួនសត្វចំណីដូចជាសត្វជ្រូកព្រៃជាដើមការបង្កើនការត្រួតពិនិត្យការប្រមាញ់សត្វខុសច្បាប់និងការនាំសត្វខ្លាញីពីប្រទេសឥណ្ឌាមកដាក់នៅក្នុងតំបន់អភិរក្សនៅមណ្ឌលគិរីសរុបមកវិញសត្វខ្លាគឺជាសត្វដ៏អង់អាចហើយនិងស្រស់ស្អាតផងដែរមិនត្រឹមតែប៉ុណ្ណោះវាជានិមិត្តរូបនៃអំណាចនិងភាពក្លាហានក្នុងវប្បធម៌អាស៊ីយើងសម្រាប់កម្ពុជាទោះបីជាសត្វខ្លាធ្លាប់បានបាត់បង់ចេញពីព្រៃកម្ពុជាក៏ដោយដោយការខិតខំអភិរក្សនាពេលបច្ចុប្បន្ននិងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាចជួយឲ្យសត្វខ្លាវិលត្រឡប់មករស់នៅក្នុងព្រៃកម្ពុជាម្ដងទៀតបានវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណេះបងប្អូនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត